ចឹងបើពូហឺនបានឃើញវីដេអូរបស់ខ្ញុំបាទមួយនេះហើយនៅពេលដែលពូទៅចំការទុរេននៅខាងស្រុកអូរៀងឪលើក្រោយសូមពូជួយយកក្មួយទៅដល់ចំការទុរេននោះផងអរគុណពូបងប្អូនគ្នាគឺពួកខ្ញុំបានចិត្តមកដល់ចំការទុរេនតាកាងហើយផុតពីចំការកៅស៊ូមួយហ្នឹងគឺយើងនឹងទៅដល់ចំការទុរេនរបស់តាកាងហើយជាទស្សនវិជ្ជានៅក្នុងចំការទុរេនរបស់តាកាងដែលស្ថិតនៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំចំពោះដីនៃទីនេះគឺមាន13ហិកតាដែលជាដីដាំចំការហ្នឹងហើយក្នុងចំណោមដី13ហិកតាហ្នឹងគឺមានចំការ A ចំការ B និងចំការ C អូខេឥឡូវនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាទស្សនវិជ្ជានៅក្នុងចំការនេះទាំងអស់គ្នាដោយដែលបងប្អូនបានឃើញអញ្ចឹងនៅទីនេះគឺផ្លែទុរេនហ្នឹងមានទាំងនៅកន្លែងទាបហើយកន្លែងខ្ពស់ក៏មានរៀលដូចជើងឡើងភ្នំឬចុះភ្នំអញ្ចឹងតែពេលដែលខ្ញុំដើរហ្នឹងគឺរៀងទាញដែរហ្នឹងដើរអត់ត្រង់ទេប៉ុន្តែបើចំពោះអ្នកដែលនៅទីនោះផ្ទាល់ប្រហែលជាពួកគាត់ស៊ាំហើយឃើញពួកគាត់ដើរធម្មតាដែរទេបងប្អូននេះបងប្អូនអរគ្នាផ្លែទុរេនគេគឺទាបហើយមើលទៅគឺតំណងដែរហ្នឹងបងប្អូនអរគ្នាហើយគេមានដាក់ឈើទប់ដើម្បីកុំឲ្យវាដួលឬក៏ធ្ងន់ពេកចឹងវាអាចបាក់ដែរជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទមួយនេះនៅក្នុងវីដេអូមួយនេះដែរខ្ញុំបាទនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងកន្លែងមួយដែលមានឈ្មោះថាចំការទុរេនតាកាំងអូខេដូច្នេះចង់ដឹងថានៅក្នុងវីដេអូមួយនេះមានទស្សនវិជ្ជាបែបណាខ្លះសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានទស្សនាវីដេអូមួយនេះជាមួយខ្ញុំបាទដូចតទៅពុកម៉ែបងប្អូនណាខ្លះដែលចង់ហូបទុរេននៅចំការផ្ទាល់គឺមើលវីដេអូមួយនេះត្រូវហើយជាពិសេសចំពោះអ្នកដែលនៅព្រៃវែងនិងស្វាយរៀងដែលពួកគាត់ចង់ហូបទុរេននៅចំការផ្ទាល់ប៉ុន្តែមិនដឹងថាត្រូវទៅចំការនៅឯណាចឹងមកធ្វើដំណើរជាមួយខ្ញុំទាំងអស់គ្នាទៅកាន់ចំការទុរេនស្រុកមេមត់ខេត្តត្បូងឃ្មុំតែនៅក្នុងវីដេអូមួយហ្នឹងបងប្អូនអរគ្នាខ្ញុំសូមនិយាយរឿងដ៏ហួសចិត្តមួយរឿងពិតដែលខ្ញុំបានជួបមុននឹងទៅខេត្តត្បូងឃ្មុំកាលពីដំបូងឡើយហ្នឹងគឺពួកខ្ញុំអត់មានគម្រោងទៅខាងស្រុកមេមត់ខេត្តត្បូងឃ្មុំទេពុកម៉ែបងប្អូនអរគ្នាពេលដែលកំពុងជិះឡានហ្នឹងគឺពួកខ្ញុំបានពិភាក្សាគ្នាថាទៅខាងស្រុកអូរៀងឪខេត្តត្បូងឃ្មុំពួកខ្ញុំចង់ទៅចំការទុរេនខាងស្រុកអូរៀងឪហ្នឹងគឺដោយសារឃើញពូហឺនថ្ងៃមុនគាត់ទៅឡាយនៅខាងស្រុកអូរៀងឪនោះឯងដោយសារឃើញពូហឺនគាត់ឡាយបានទៅដល់ចំការនោះផ្ទាល់ប៉ុន្តែមានអីពុកម៉ែបងប្អូនអរគ្នាហើយបងប្អូនជួយគិតគ្នាមើលសមអត់គឺគម្រោងដែលពួកខ្ញុំចង់ទៅរកចំការទុរេននៅខាងស្រុកអូរៀងឪនោះគឺបានបរាជ័យចំពោះទីតាំងចំការទុរេនដែលពូហឺនគាត់ឡាយនោះគឺមានទីតាំងស្ថិតនៅក្នុងភូមិ73ឃុំទូលសុភីស្រុកអូរៀងឪខេត្តត្បូងឃ្មុំហើយមានណាបងប្អូនអរគ្នាពួកខ្ញុំទៅនោះគឺអត់ដែលស្គាល់សោះវាយតាម Google Map ទៅហើយ Google Map ហ្នឹងវាយដាក់ភូមិដាក់ឃុំដាក់ស្រុកវាបង្ហាញឲ្យត្រឹមឃុំនឹងឯងឃុំទូសុភីហ្នឹងហើយថាចាំទៅដល់ឃុំហ្នឹងគឺឃុំទូសុភីហ្នឹងចាំស៊ូគេរកភូមិ73ភូមិដែលពូហឺនគាត់ឡាយហ្នឹងចឹងមានណាបងប្អូនអរគ្នារឿងដ៏ហួសចិត្តហ្នឹងក៏បានកាត់ឡើងចំពោះពួកខ្ញុំទាំងអស់គ្នាចឹងនៅពេលដែលខ្ញុំជិះទៅដល់ឃុំទូសុភីហ្នឹងពួកខ្ញុំក៏បានចុះទៅដល់ភូមិថ្មីចុះស៊ូគេអ្នកលក់ដូរនៅទីនោះគាត់ថាភូមិថ្មីដល់ពេលហើយខ្ញុំក៏បានស៊ូអ្នកលក់ដូរនោះថាមានស្គាល់ភូមិ73អត់ប៉ុន្តែចម្លើយនោះបងប្អូនអរគ្នាឲ្យខ្ញុំគាំងតែម្ដងគឺអ្នកលក់នៅម្ដុំនោះគឺពួកគាត់ឆ្លើយថាអត់ដែលស្គាល់ភូមិ73ទេចឹងពួកខ្ញុំស្រាប់តែឆ្ងល់ភ្លាមបងប្អូនអរគ្នាថាពួកខ្ញុំមកខុសឬក៏មិនហើយឬក៏ប្រហែលពួកខ្ញុំទៅអត់ទាន់ដល់បងប្អូនអរគ្នាប៉ុន្តែបើតាមខ្ញុំសើចនៅក្នុង Google Chrome ហ្នឹងគឺភូមិ73ហើយនឹងភូមិថ្មីហ្នឹងដែលពួកខ្ញុំកំពុងស៊ូហ្នឹងក៏ស្ថិតនៅក្នុងឃុំទូលសុភីដូចគ្នាដែរបងប្អូនអរគ្នាចឹងអ្នកដែលធ្លាប់បានទៅដល់ឬក៏អ្នកដែលស្គាល់នៅកន្លែងហ្នឹងសូមជួយ comment ប្រាប់ខ្ញុំផងថាតើខ្ញុំទៅហ្នឹងត្រូវអត់ប៉ុន្តែខ្ញុំទៅនឹងបានត្រឹមតែភូមិថ្មីតែប៉ុណ្ណោះអញ្ចឹងបើពូហឺនបានឃើញវីដេអូរបស់ខ្ញុំបាទមួយនេះហើយនៅពេលដែលពូទៅចំការទុរេននៅខាងស្រុកអូរៀងឪលើក្រោយសូមពូជួយយកក្មួយទៅដល់ចំការទុរេននោះផងអរគុណពូហើយទីបំផុតចំការទុរេននៅក្នុងភូមិ73តែពូហឺនគាត់ឡាយហ្នឹងគឺពួកខ្ញុំទៅអត់ដល់ទេដោយសារទៅដល់ភូមិថ្មីហ្នឹងគឺផ្លូវវាទូចមែនតើហើយណាមួយនៅពេលដែលពួកខ្ញុំស៊ូអ្នកលក់នៅទីនោះឬពួកគាត់ថាអត់ដែលស្គាល់ភូមិ73ហើយយើងគុណមើលទៅមេឃហ្នឹងក៏ដូចជាមិនស្រួលដែរប្រងតែភ្លៀងទេអញ្ចឹងក៏ពួកខ្ញុំសម្រេចបកក្រោយវិញតែឈប់សិនបងប្អូនអរគ្នាពួកខ្ញុំបកក្រោយហ្នឹងគឺមិនមែនត្រឡប់មកផ្ទះវិញទេអញ្ចឹងបន្ទាប់ពីចេញពីខាងស្រុកអូរៀងឪទៅពួកខ្ញុំក៏បានទៅខាងស្រុកមេមត់ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំដូចគ្នាដែរគឺចំការទុរេនតាកាំងហើយកន្លែងនេះគឺយើងទៅតែមកបានពាក់កណ្ដាលផ្លូវតែប៉ុណ្ណោះបងប្អូនអរគ្នាគឺពួកខ្ញុំឈប់សម្រាកដើម្បីហូបបាយសិនបន្ទាប់ពីហូបបាយរួចទើបយើងធ្វើដំណើរបន្តអូខេនេះគឺជាកន្លែងដែលពួកខ្ញុំឈប់សម្រាកហូបបាយមួយផ្លែតគឺនៅក្នុងចំការកៅស៊ូរបស់គេហ្នឹងបងប្អូនអរគ្នាហើយចំការកៅស៊ូគេមួយហ្នឹងគឺធំវែងខ្លាំងមែនតើចំពោះបងប្អូនដែលធ្លាប់ជិះកាត់នៅទីនេះគឺបានដឹងហើយ
ចឹងបន្ទាប់ពីហូបបាយរួចគឺយើងធ្វើដំណើរបន្តទៀតហើយនេះបងប្អូនអរគ្នាគឺពួកខ្ញុំបានចិត្តមកដល់ចំការទុរេនតាកាំងហើយផុតពីចំការកៅស៊ូមួយហ្នឹងគឺយើងនឹងទៅដល់ចំការទុរេនរបស់តាកាំងហើយចំពោះខ្ញុំផ្ទាល់សូមនិយាយពីអារម្មណ៍ពិតដែលខ្ញុំមកដល់ទឹកដីស្រុកមេមត់ហ្នឹងគឺជាលើកទី1ហើយបងប្អូនអរគ្នាហើយមានអារម្មណ៍ថា fresh ស្រស់ស្រាយខ្លាំងមែនទែនដោយសារនៅទីនេះគឺសម្បូរទៅដោយព្រៃឈើបែបធម្មជាតិជាពិសេសនោះគឺសម្បូរទៅដោយចំការដូចជាចំការកៅស៊ូចន្ទ្រីហើយនិងចំការទុរេនហើយនៅមានចំការដែលគេដាំដំណាំផ្សេងជាច្រើនទៀតមិនមែនមានត្រឹមតែ3 4មុខនឹងទេបងប្អូនអរគ្នាក្រៅពីដំណាំទុរេនកៅស៊ូហើយនិងចន្ទ្រីខ្ញុំក៏ឃើញមានគេដាំដំណាំម្រេចផងដែរបងប្អូនអរគ្នាហើយចំពោះដីនៅខាងស្រុកមេមត់ហ្នឹងគឺដីអត់រាបស្មើដូចយើងនៅខាងខេត្តស្វាយរៀងនោះទេនៅពេលដែលយើងទៅដល់គឺវាលក្ខណៈជម្រាលចុះបន្តិចម្ដងដូចយើងចុះភ្នំអញ្ចឹងហើយដីនៅខាងស្រុកហ្នឹងគឺដីក្រហមគឺសម្បូរទៅដោយជីវជាតិខ្លាំងមែនទែនបងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជានៅក្នុងចំការទុរេនរបស់តាកាំងដែលស្ថិតនៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំបងប្អូននៅក្នុងចំការមួយនេះនៅពេលដែលយើងចូលមកដល់ភ្លាមគឺឃើញទុរេនជាច្រើនភ្លាមតែម្ដងចំពោះដើមទុរេនម្ដងនេះគឺមានផ្លែច្រើនខ្លាំងមែនទែនបងប្អូនអរគ្នាដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងចំពោះអ្វីដែលខ្ញុំបានសាកសួរអ្នកដែលយាមនៅទីនេះផ្ទាល់គឺពួកគាត់ថាក្នុងទុរេនមួយដើមហ្នឹងអាចមានផ្លែរហូតដល់ទៅ500ផ្លែនោះបងប្អូនគិតមើលទៅបងប្អូនអរគ្នាគឺច្រើនខ្លាំងមែនទែនហើយអ្វីដែលគាត់ប្រាប់បន្តនោះចំពោះដីនេះទីនេះគឺមាន13ហិកតាដែលជាដីដាំចម្ការហ្នឹងហើយក្នុងចំណោមដី13ហិកតាហ្នឹងគឺមានចម្ការ A ចម្ការ B និងចម្ការ C អូខេឥឡូវនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាទស្សនវិជ្ជានៅក្នុងចម្ការនេះទាំងអស់គ្នាដោយដែលបងប្អូនបានឃើញអញ្ចឹងនៅទីនេះគឺផ្លែទុរេនហ្នឹងមានទាំងនៅកន្លែងទាបហើយកន្លែងខ្ពស់ក៏មានដែរហើយកុំឃើញដើមទូចទាបអញ្ចឹងបងប្អូនអរគ្នាបើមើលទៅខាងលើវិញសិតតែផ្លែតែម្ដងហើយខ្ញុំហ្នឹងដើរពីក្រោមគឺរៀងស្រាវដែរធ្លាក់មកលើក្បាលពោកមិនដឹងទៅណាទៅណីទេបងប្អូនអរគ្នាដោយសារសិតតែបន្លាហើយចំការនៅទីនេះបើសិនជាយើងដើរពីព្រឹកដល់ថ្ងៃអីដើរមិនជុំផងបងប្អូនអរគ្នាដោយសារដីធំខ្លាំងមែនទែនដល់13ហិកតាហើយណាមួយដីនៅទីនេះគឺវាអត់រាបស្មើទេបងប្អូនអរគ្នាវាលក្ខណៈជម្រាលដូចជាងឡើងភ្នំឬចុះភ្នំអញ្ចឹងតែពេលដែលខ្ញុំដើរហ្នឹងគឺរៀងទាញដែរហ្នឹងដើរអត់ត្រង់ទេប៉ុន្តែបើចំពោះអ្នកដែលនៅទីនោះផ្ទាល់ប្រហែលជាពួកគាត់ស៊ាំហើយឃើញពួកគាត់ដើរធម្មតាដែរទេបងប្អូនតែចំពោះខ្ញុំគឺដូចដើរនៅលើភ្នំអញ្ចឹងតាមពិតទៅបងប្អូនអរគ្នាខ្ញុំទៅនឹងគឺពាក់កណ្ដាលខែ6ហើយនៅខែនឹងដែរគឺអត់ទាន់មានទុំច្រើនទេហើយខ្ញុំមកហ្នឹងគឺអាទុំគេទិញឲ្យហើយយើងមកក្រោយគេហើយអ្នកមកក្រោយយើងទៀតក៏អត់បានហូបដែរអញ្ចឹងចំពោះអ្នកដែលចង់ហូបបើសិនជាដល់ខែសម្បូរនោះគឺមានតែខ្ទង់ពាក់កណ្ដាលខែ7ឬក៏ដើមខែ8ទើបមានទុំច្រើនអញ្ចឹងបើបងប្អូនចង់ហូបទុរេនទុំនៅចំការផ្ទាល់គួរតែមកខែ7ឬក៏ខែ8ប៉ុន្តែបើយើងចង់ហូបខែ6ក៏បានដែរបងប្អូនអរគ្នាគ្រាន់តែថាយើងត្រូវទៅឲ្យបានមុនគេដោយសារវាមានទុំតិចតួចតែប៉ុណ្ណោះហើយបើយើងមិនចង់ចាំយើងគួរតែទិញអាខ្ចីមកបន្ទុំខ្លួនឯងចឹងមកនេះបងប្អូនអរគ្នាផ្លែទុរេនគេគឺទាបហើយមើលទៅគឺតនងដែរហ្នឹងបងប្អូនអរគ្នាហើយគេមានដាក់ឈើទប់ដើម្បីកុំឲ្យវាដួលឬក៏ធ្ងន់ពេកចឹងវាអាចបាក់ដែរហើយសូមជម្រាបថានៅក្នុងចំការហ្នឹងគឺគេមិនមែនដាំតែទុរេនសុទ្ធទេគេក៏មានដាំផ្លែមង្ឃុតផងដែរហើយចំពោះផ្លែមង្ឃុតហ្នឹងក៏មិនទាន់ដល់រដូវកាលវាដែលទុំដែរបងប្អូនអរគ្នាបើសិនជាយើងចង់ហូបក៏អាចខ្ទង់ខែ8បានហូបដែរនៅហ្នឹងខ្ញុំមិនដឹងថាតើនៅក្នុងចំការហ្នឹងគេដាំតែទុរេនហើយនឹងមង្ឃុតឬក៏គេមានដាំអ្វីទៀតទេបងប្អូនអរគ្នាតាមខ្ញុំឃើញគឺមានទុរេនហើយនឹងមង្ឃុតតែក៏ឃើញមានគេដឹកផ្លែសាវម៉ាវដែរបងប្អូនអរគ្នាប្រហែលជាគេអាចមានដាំដែរប៉ុន្តែនៅចំការផ្សេងឬក៏មិនខ្ញុំមិនដឹងដែរអ្វីដែលសំខាន់នោះចង់ប្រាប់បងប្អូនអរគ្នាថានៅទីនេះគឺទុរេនច្រើនខ្លាំងមែនទែនប៉ុន្តែវាអត់ទាន់ដល់រដូវដែលទុំទេចឹងចំពោះអ្នកដែលចង់ញ៉ាំទុរេនទុំនោះគឺចាំដល់ខ្ទង់ខែ7ខែ8អីនោះហើយចំពោះពូជទុរេនដែលគេដាំនៅទីនេះគឺមានច្រើនមុខដែរប៉ុន្តែអ្វីដែលខ្ញុំស្គាល់ជាងគេនោះគឺទុរេនម៉ាន់ថងរបស់យើងហ្នឹងហើយខែហ្នឹងទុរេនម៉ាន់ថងក៏អត់ទាន់មានទុំដែរបងប្អូនអរគ្នាគឺដូចគ្នាទេអូខេអញ្ចឹងចំពោះបងប្អូនណាដែលចង់មកលេងឬក៏មកទិញទុរេនដល់ចំការតាកាំងផ្ទាល់ខ្ញុំនឹងដាក់ location ឲ្យនៅក្នុងវីដេអូមួយនេះហើយក៏សូមអធិស្ឋានទុកជាមុនផងពុកម៉ែបងប្អូនអរគ្នាដោយសារកាមេរ៉ារបស់ខ្ញុំហ្នឹងគឺអត់សូវច្បាស់ថតទៅឃើញរៀងងឹតៗចឹងឯងបងប្អូនឃើញគេទួលឈើនេះគឺមិនមែនដើម្បីដាក់ឡើងកាប់ផ្លែទុរេនទេគឺគេដាក់ដើម្បីទួលមែកនិងផ្លែទុរេននឹងឯងដោយសារតែនៅទីនេះសម្បូរទៅដោយដើមឈើជាពិសេសគឺដើមឈើហូបផ្លែដូចជាទុរេនជាដើមទៅធ្វើឲ្យទីនេះសម្បូរទៅដោយអាកាសធាតុដែលមានខ្យល់បរិសុទ្ធហើយត្រជាក់ខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្រសិនបើមានភ្លៀងនិងខ្យល់ថែមទៀតកាន់តែត្រជាក់តែម្ដង
អូខេអញ្ចឹងយើងធ្វើការដើរមើលចំការទុរេនរបស់គេបន្តិចទៀតសិនទោះបីជាយើងមិនបានមើលអស់ទាំង13ហត្តាក៏យើងអាចមើលបានត្រួសខ្លះដែរហើយនៅពេលបន្តិចទៀតនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅធ្វើការទិញទុរេនជាមួយខ្ញុំទាំងអស់គ្នាតាមពិតទៅពុកម៉ែបងប្អូនទាំងអស់គ្នាទុរេនដែលយើងទិញហ្នឹងគឺមិនមែនបេះនៅលើដើមភ្លាមអញ្ចឹងទេគឺគេមានកន្លែងលក់របស់គេបើកធ្វើលក្ខណៈដូចតូបអញ្ចឹងនៅពេលដែលទុរេនណាចិត្តទុំឬក៏ទុរេនទុំគេធ្វើការបេះដើម្បីយកទៅទុកនៅកន្លែងតូបគេនោះហើយយើងទៅទិញនៅកន្លែងតូបនោះបានអូខេអញ្ចឹងយើងធ្វើការដើរមើលចំការទុរេនតែប៉ុណ្្នឹងបានហើយបន្ទាប់ពីនេះមកខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅមើលកន្លែងដែលគេលក់ទុរេនទាំងអស់គ្នាអូខេឥឡូវនេះគឺខ្ញុំបានដើរមកដល់ហើយកន្លែងដែលគេលក់ទុរេនហ្នឹងគឺបើកលក្ខណៈដូចជាហាងអញ្ចឹងនៅក្នុងចំការនឹងបងប្អូនអរគ្នាហើយថ្ងៃដែលខ្ញុំមកហ្នឹងក៏មានមនុស្សមកច្រើនខ្លាំងផងដែរបងប្អូនអរគ្នាដោយបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងហើយសំខាន់នោះគឺខ្ញុំមកក្រោយគេគឺទិញអត់បានទេបងប្អូនអរគ្នាដោយសារអស់អាតូមហើយខែហ្នឹងគឺមានតិចខ្លាំងមែនតើអាតូមអញ្ចឹងអ្នកដែលមកក្រោយទៀតក៏អត់បានដូចគ្នាដែរហើយនៅទីនេះគឺគេលក់តាមប្រភេទទុរេនហើយមានតម្លៃចាប់ពី15,000ដល់18,000 19,000ឬ20,000អញ្ចឹងទៅបងប្អូនក្នុង1គីឡូអញ្ចឹងបេសកកម្មដែលពួកខ្ញុំមករកទុរេននៅខាងស្រុកអូរៀងឪតាមពូហឺននិងមកខាងស្រុកមេមត់គឺបរាជ័យទាំងពីរទិញធ្វើមិនតាន់គេពុកម៉ែបងប្អូនអរគ្នាបើទៅមកដល់ភ្លាមម្នាក់ដាក់សិតមកគូតឡានយកទៅអស់ហើយនេះពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំចេញពីចំការទុរេនរបស់តាកាំងបានបន្តិចចាប់តាមមកដល់ផ្សារមួយក៏ឈានចូលមកមើលទៅឃើញសុទ្ធតែទុរេនតែម្ដងបងប្អូនអរគ្នាហើយមិនមែនតិចទេបងប្អូនអរគ្នាគ្រប់តូបតែម្ដងខ្ញុំសង្ស័យថាគេដាក់ពីពណ៌ទុរេនឬក៏មិនទេបងប្អូនណាដឹងសូមជួយប្រាប់ខ្ញុំផងគឺនៅចិត្តចំការរបស់តាកាំងដែរហ្នឹងហើយទុរេននេះបងប្អូនទាំងអស់គ្នាគឺច្រើនខ្លាំងមែនតើមិនដឹងថាពួកគាត់យកមកពីចំការណាឬក៏យកមកពីណាទេអញ្ចឹងយើងដើរមើលជាមួយខ្ញុំទាំងអស់គ្នាហើយចំពោះអ្នកលក់នៅទីនេះវិញគឺគ្រប់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាគឺបានសម្ដីខ្លាំងមែនតើបើថាពីខាងនិយាយឬក៏ខាងបញ្ចុះវិញគឺមិនដាច់អត់ឈប់តែម្ដងចាស់ប្រែណាត្រូវការ BA យកពួកគាត់ទៅគឺថាមិនខុសទេបងប្អូនអរគ្នាហើយគឺថានិយាយអាពីរឿងហៅនឹងគឺហៅយើងហៅអត់ឈប់តែម្ដងដល់ពេលឃើញច្រើនពេកអញ្ចឹងហើយសិតតែគ្រប់តោបអញ្ចឹងខ្ញុំមិនដឹងថាត្រូវទិញតោបមួយណាទេបងប្អូនអញ្ចឹងយើងធ្វើការដើរមើលទៅមុខបន្តទៀតសិនចាំឃើញកន្លែងណាតំណឹងចាំយើងចូលមើលសំខាន់លើកហ្នឹងគឺត្រូវតែទិញហើយដោយសារដើរពីចំការហើយគឺយើងបរាជ័យទាំងពីរគឺចំការមួយយើងរកអត់ឃើញហើយចំការមួយទៀតគឺអត់មានទុរេនទុំសំខាន់មនុស្សចង់ហូបទុរេនយ៉ាងណាក៏ត្រូវតែទិញឲ្យបានដែរពុកម៉ែបងប្អូនអរគ្នាតែអ្វីដែលសំខាន់ហ្នឹងទិញមកដល់ផ្ទះហូបតែមួយម៉ាត់លែងឃ្លានហ្មងបងប្អូនអរគ្នាព្រោះអីព្រោះមនុស្សឃ្លានទុរេនទុំនៅចំការបែរជាទិញអត់បាននៅចំការវិញបងប្អូនអូខេអញ្ចឹងក៏ចឹងទៅធ្វើម៉េចបើយើងទិញអត់បានផងអញ្ចឹងបើយើងទិញទុរេននៅចំការអត់បានយើងទិញទុរេននៅជាប់ចំការវិញទៅនិយាយមែនបងប្អូនអរគ្នានៅឡែងហ្នឹងគឺសប្បាយទិញខ្លាំងមែនតើហើយក៏មានមនុស្សមកទិញច្រើនផងដែរហើយយើងចង់ទិញទាំងសាច់ទាំងសបកទៅក៏បានឬក៏ឲ្យអ្នកលក់បកឲ្យហើយក៏បានដែរបងប្អូនអរគ្នាហើយមានអីទុរេនរបស់គេហ្នឹងហូបទៅគឺផ្អែមដែរតើគ្រាន់ថាស្ដាយអត់បានទិញទុរេនទុំនៅចំការផ្ទាល់អញ្ចឹងនៅក្នុងវីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការចំណាយពេលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូរបស់ខ្ញុំបាទមួយនេះសូមកុំភ្លេចជួយចុច like Subscribe និង Follow ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀត